បើក្បាលវីដេអូមកបងប្អូនមានលឺសំឡេងចាប់យកមែនបងនេះហើយនឹងសំឡេងផ្គរនេះគឺជាទស្សនភាពនៅក្រោយផ្ទះរបស់ខ្ញុំដែលខ្ញុំដើរមកខ្ញុំមានអារម្មណ៍ថា fresh មែនតើនៅពេលដែលលឺសំឡេងចាប់យំលឺសំឡេងកភ្លៀងអីចឹងទៅសម្រាប់នៅទីក្រុងភ្នំពេញគឺមិនថាទីក្រុងពេញទេឈ្មោះថាទីក្រុងមួយគឺមិនមែនជាកន្លែងដែលយើងសប្បាយលំហែកាយនេះទេគឺជាកន្លែងដែលយើងរកលុយប៉ុន្តែនៅពេលដែលកាយលំហែកាយគឺនៅទីស្រុកស្រែជនបទមកនេះនៅពេលដែលយើងបានឃើញជាមួយនឹងទេសភាពបែបស្រុកស្រែចំការសំឡេងចាប់យំហើយជាមួយនឹងផ្គរអីចឹងទៅក៏មានអារម្មណ៍ថានេះដែរបងប្អូននេះខ្ញុំមកបង្ហោស្រឡឹងមើលចាប់បងប្អូននេះបងប្អូនចាប់តែបងប្អូនមើលឃើញអត់នោះកំពុងតែលោតពិភពនេះជាមួយខ្ញុំចូលបងប្អូនមើលតិចចាប់បងប្អូនមើលសិនថាបងប្អូនឃើញចាប់អត់មើលមិនឃើញទេបងប្អូនអើយលឺវិទីទូអញ្ចឹងមានអត់នេះ fresh មួយយ៉ាងដែរបងនេះក្រោយផ្ទះខ្ញុំគឺមានដើមស្មៅមានចេកមានលហុងអីចឹងទៅជាមួយហ្នឹងស្វាយអញ្ចឹងទៅអានេះមានអារម្មណ៍រំភើប fresh បងប្អូននេះអើយជាមួយមួយក្រោយពីមេឃភ្លៀងហើយខ្ញុំគាត់ថាយប់នេះនឹងមេឃភ្លៀងហើយមានអារម្មណ៍ថារំភើបទៀតបងប្អូនដោយសារតែជាខ្ញុំមកនេះខ្ញុំមកចូលឆ្នាំបងប្អូននេះចូលឆ្នាំតែវីដេអូនេះប្រហែលជាខ្ញុំអាប់ឡូតនៅក្រោយចូលឆ្នាំដោយសារខ្ញុំមកដើម្បីថតវីដេអូបានច្រើនដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាហើយនៅវីដេអូផ្សេងទៀតខ្ញុំនឹងចែកជូនបងប្អូនទស្សនាទៀតហើយគាត់ខ្ញុំដើរលេងក្រោយផ្ទះរបស់ខ្ញុំថាក្រោយផ្ទះរបស់ខ្ញុំមានដំណាំមួយខ្លះហ្នឹងទៅថតចែកជូនបងប្អូនទស្សនាហើយជាការកម្សាន្តអារម្មណ៍រីករាយមួយទៅនេះបងប្អូននេះក្រោយផ្ទះគឺមានតែប៉ុណ្ណឹងដើមឈើមានអីហ្នឹងទៅទេសភាពស្រុកស្រែចំការមានក្រូចមានចេកមានអាស័យមានកពីងរាជបងនេះកពីងរាជនៅពេញមកក៏មួយក៏2000ហ្នឹងបងមកដើមវាណាអូយហើយលឺសំឡេងចាប់យំមើលនៅពេញបងដែរលើណាចាប់ស្រួលសោះតែគ្មានហាផងនៅក្នុងកតុបអីគ្មានទេយើងមើលយ៉ាងទៅអែមស្រែមែនតើបងប្អូននេះចាំមើលខ្ញុំដើរដល់មុខបន្តិចអូបងប្អូនអូម៉ាថតតន់អាឡូអីហៅអូតសត្វអូតខ្ញុំមកតែតែឃើញវានៅក្នុងព្រៃមកនេះសត្វអូតអានេះយើងចំណាំញ៉ាំមួយនំចុកកន្ទុំធេតអ្នកនៅអាមេរិកប្រហែលជាខានញ៉ាំបានយល់ដូចកូរ៉េនឹងមិនដឹងមានអត់បងប្អូននៅកូរ៉េដែលធ្លាប់តាមដានវីដេអូខ្ញុំឬក៏តាមដានវីដេអូនេះបងប្អូនអាចខមមិនបានថានៅកូរ៉េមានកន្ទុំធេតយ៉ាងអត់មកនេះនៅខ្មែរកន្លែងណាក៏មានមកនេះឲ្យតែមានព្រៃអាហ្នឹងគឺជាមលក់របស់នំចុកកន្ទុំធេតណាបងឃើញពណ៌អូយអានេះដូចយើងដើរ camping មួយហ្នឹងបងនេះមើលខ្ញុំតែស្បាយមួយយ៉ាងទេសភាពក្រោយស្រុកស្រែចំការអែមស្រែមែនតើនេះហ្នឹងបងយើងចូលឡើងលោតអន្ទាក់ហ្នឹងខ្ញុំដើរទៅមុខទៀតខានមកសុកយូមកខានមកសុកយូមកខានមកម្ដងហើយហ្នឹងអញ្ចឹងខ្ញុំព្យាយាមចែកវីដេអូបងប្អូនបានទស្សនាកាន់តែច្រើនបន្តទៀតជាមួយនេះខ្ញុំដើរដល់មុខខ្ញុំថតវីដេអូឲ្យកាន់ច្រើនបងប្អូនបានទស្សនានេះបងប្អូនដើមនេះគេបងប្អូនស្គាល់ហើយបងប្អូនស្គាល់ទេមកទៅដើមនេះខ្ញុំក៏ស្គាល់អានេះដើមនៅក្នុងព្រៃដល់ដឹងហៅដើមអីដែរមេឃតែទីទៀតបើជាខ្ញុំទៅទីអត់តនេះមកទៅបើសិនតែមេឃភ្លៀងណាបងប្អូនអើយស្តាននេះស្តានបងប្អូនដែលថប់ដើមវីដេអូខ្ញុំពីមុនស្គាល់ហើយដើមស្តានភេងក៏មាននៅក្រោយនេះអូយ fresh មែនតើនៅក្រុមផ្ទះមិញហប់បងប្អូនដល់ពេលបានចូលមកក្នុងរៀងព្រៃក្រោយទៅដោយសារតែវាជាមួយធម្មជាតិដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងហ្នឹងក៏អត់សូវហប់អីវា
ជាក់វិញនៅក្រោយផ្ទះហ្នឹងបងប្អូនគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកជូនបងប្អូនទស្សនាបើមានអីតាមដានខ្ញុំទៀតអាចខមមិននៅក្រោមវីដេអូសូមអរគុណ